ក្នុងវីដេអូនេះគឺយើងនិយាយទៅលើការចុះឈ្មោះណាដែលការចុះឈ្មោះនោះវាមានអីខ្លះមានការពេញលេខទូរស័ព្ទពេញឈ្មោះពេញអ៊ីមែលពេញ password ហ្នឹងមកអញ្ចឹងដាក់ align ដើម្បីឲ្យអក្សរទៅកណ្ដាលហ្នឹងហើយអញ្ចឹងអ្នកគ្នាដើម្បីធ្វើបាននៅក្នុង white form មួយមកដល់ក្នុង form ហ្នឹងវាមានដូចជាអូខេអ្នកគ្នាវាយទៅលើ label ដែល label មាន name អញ្ចឹងកន្លែងនេះខ្ញុំចូលគាត់ថាបញ្ចូល name ហើយខាងក្រោមយើងដាក់ input tab មកយើងបញ្ចូលជាអត្ថបទអញ្ចឹងយើងដាក់មកអញ្ចឹងវាបែបនេះហើយវាឲ្យយើងពេញនៅក្នុង pop ហ្នឹងជាប្រភេទ name ណាតែខ្ញុំចង់ដាក់ placeholder មួយដែលយើងដាក់ enter name ដើម្បីឲ្យក្នុង pop ហ្នឹងមាន enter name យើងស្រួលមើលមកដាក់ក៏បានដែរអ្នកខ្លះអត់ដែរអញ្ចឹងខ្ញុំធ្វើការ copy ដែរច្រើនមកនេះយើងថាដូរមួយយើងដាក់ email ហើយនេះ tag យើងដូរទៅ email ដូចគ្នាវាមាននៅក្នុងហ្នឹងហើយហើយនេះ enter email ជាមួយខាងក្រោមគឺខ្ញុំចង់បញ្ចូលទៅលើ password ខាងក្រោមយើងដាក់ដូរដាក់ password អានេះក៏ password ដែរខាងក្រោមមួយទៀតជាប្រភេទគេអ្នកគ្នាអានេះខ្ញុំចង់បញ្ចូលជាប្រភេទលេខទូរស័ព្ទ number phone ក៏វាមានដែរអ្នកគ្នាវាយតែ tab មកគឺវាចេញឲ្យហើយអូខេហើយឥឡូវនេះលេខទូរស័ព្ទហ្នឹងទៅ Liable លទ្ធផលរបស់យើងគឺបានបែបហ្នឹងហើយយើងពេញទៅតាមហ្នឹងមកគឺ internet អីចឹងមកអ្នកគ្នាចូលម្ដងមួយទៀតខ្ញុំចង់និយាយទៅលើការ select ណាតែ select ហ្នឹងគឺជាភាគច្រើនគេប្រើទៅលើការ page មាន page profile អញ្ចឹងអ្នកគ្នាវាយ select មកទៅមក option ហើយកន្លែងនេះគឺយើងវាយទៅលើហើយ fill more ដែលយើងជា page ស្រីហើយខាងក្រោមគឺ more អញ្ចឹងអ្នកគ្នា live server ទៅនឹងចេញជាប្រភេទ select ហើយអ្នកគ្នាអាចជ្រើសយកមួយទៅ page គេអ្នកគ្នាយកហ្នឹងមកមួយទៀតអ្នកគ្នាចូលតគឺ label address ដែលយើងចង់បញ្ចូលទីតាំងចូលអីអក្សរហ្នឹងវែងអ្នកគ្នាវាយ criteria មកដែលក្នុងនេះយើងដាក់ row កំណត់ទៅ2 pop ហ្នឹងទំហំ2ណាហើយ column វែងបាន pop ហ្នឹងវែងអញ្ចឹងអ្នកគ្នានឹងឃើញបែបនេះហើយយើងអាចបញ្ចូលជាភាសាអីបានទៅមួយទៀតខ្ញុំចង់និយាយទៅលើប្រអប់ជ្រុងហើយយើងអាចគ្រីសបានអញ្ចឹងអ្នកគ្នាវាយ input មកទៅមក tab វាជា page checkbook អញ្ចឹងវាយ checkbook មកអ្នកគ្នាខាងមុខនេះយើងអាចវាយ size បានហើយអញ្ចឹងពេល live server ទៅជាបែបនេះហើយយើងជួយគ្រីសជួយអីបានអូខេចុងក្រោយគឺយើងនិយាយទៅលើប៊ូតុងដែលប៊ូតុងវាមាន3ហើយចឹងនេះខ្ញុំដាក់ទៅលើ page submit មួយចឹងយើងអាចទៅនេះជាប៊ូតុងរបស់យើង submit ហើយវាមានក្រៅ submit វាមាន repeat មួយទៀតចឹងយើងវាយ repeat មកវាចេញឲ្យយើងណាហើយបើសិនជាយើងបញ្ចូលអ្នកគ្នាបញ្ចូលមកតើមកអ្នកគ្នាចុច repeat ទៅវានឹងបាត់ហើយវានឹងទៅអីផ្សេងទៅតែនេះជាក្នុង HTML វាអត់សូវស្អាតបានទេគ្រាន់តែជារូបរាងតែប៉ុណ្្នឹងឯងក្នុងវីដេអូនេះគឺអស់ហើយអ្វីដែលសំខាន់គឺយើងអាចយកទៅប្រើនៅក្នុង JS ក្នុង Java ទៀតគឺសិតតែយើងអាចប្រើជាប្រចាំបានទាំងអស់នេះអញ្ចឹងវា easy ទេ